គឺមកយ៉ាពេលមុនបានផ្ទុះល្បីខ្លាំងមែនទែនតទៅជាមួយនឹង Lazarus Group បានធ្វើការវេផាលុយជាមួយនឹង Bybit ហើយក៏បានធ្វើការលាងលុយនឹងបានឲ្យជោគជ័យផងដែរក្នុងរយៈពេលត្រឹមតែជាង10ថ្ងៃដល់មករយៈពេលថ្ងៃហ្នឹងគឺគេបានសង្កេតឃើញថា Lazarus ហ្នឹងគឺបានត្រឡប់មកវិញហើយលើកនេះគឺមានគោលដៅតទៅជាមួយនឹង DEX Aggregator របស់ OKX ម្ដងហើយចំពោះរឿងរ៉ាវហ្នឹងក៏ត្រូវបានគេបើកការស៊ើបអង្កេតផងដែរហើយដោយសារតែការស៊ើបអង្កេតទៅលើក្រុម Lazarus នេះត្រឡប់វិញចឹងហើយទៅធ្វើឲ្យមាន service ត្រូវបានដំណើរការតែម្ដងនៅក្នុង OKX អូខេអញ្ចឹងឥឡូវនេះគឺយើងចូលទៅដល់ព័ត៌មាន crypto វិញម្ដងដោយធនាគារកណ្ដាលរបស់កូរ៉េខាងត្បូងបានធ្វើការច្រានចោលការកាន់កាប់កាក់ Bitcoin ទុកជាទុនបម្រុងដោយបានលើកឡើងនៅហេតុផលពីការប្រែប្រួលនិងគោលការណ៍ណែនាំរបស់ IMF ហើយនៅមួយគឺទៅជាមួយនឹងការព្យាករណ៍របស់តម្លៃ Ethereum ដោយ Standard Chartered គឺគេត្រូវបានកាត់បន្ថយទៅជាមួយនឹងការព្យាករណ៍តម្លៃ Ethereum ដោយគេបានព្យាករណ៍ថានៅចុងឆ្នាំ2025ហ្នឹង Ethereum គឺប្រហែលជាមានតម្លៃត្រឹមតែ$4000តែប៉ុណ្ណោះដែលវាចុះកាលពីពេលដោយការពីពេលមុនហ្នឹងគឺគេបានវាតម្លៃថា Ethereum ហ្នឹងគឺវាអាចមានតម្លៃរហូតដល់ទៅ$10000ប៉ុន្តែឥឡូវហ្នឹងគឺវាចុះសល់ត្រឹមតែ$4000ទេហើយចំពោះហេតុផលហ្នឹងគឺយើងបានដឹងស្រាប់ហើយតាំងពីមានការវាយប្រហារលួចកាក់ Ethereum នៅក្នុង Bybit ហ្នឹងមកយើងឃើញថាតម្លៃ Ethereum គឺត្រូវបានធ្លាក់ចុះយ៉ាងខ្លាំងមែនទែនតាំងពី$2000ជាងរហូតមកដល់ក្រោម$2000និយាយទៅគឺវាចុះខ្លាំងមែនទែនអញ្ចឹងហើយបានជាធ្វើឲ្យការព្យាករណ៍ហ្នឹងគឺវាមានការធ្លាក់ចុះដូចគ្នាហើយយើងអត់ដឹងថាទៅមុខទៀតគឺវាមានរឿងអ្វីទេយើងមានតែចាំមើលបន្តទៀតហើយនៅមួយទៀតគឺតទៅជាមួយនឹងទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាមេរិកគឺបានធ្វើការផាំឡើងខ្លាំងមែនទែនហើយក្នុងការផាំនឹងផងដែរក៏បានធ្វើឲ្យទីផ្សារ crypto បានធ្វើការផាំឡើងមួយផ្លែតផងដែរគឺកាលពីថ្ងៃទី18នៅក្នុងកំឡុងប្រហែលជាម៉ោង5ល្ងាចហើយនៅមួយទៀតគឺតទៅជាមួយនឹង Meta Planet បានទិញ150 Bitcoin បន្ថែមទៀតក្នុងតម្លៃប្រហែលជា$12.5000 លានហើយចំពោះ Bitcoin ដែល Meta Planet កំពុងតែ hold គឺមានចំនួន3200 Bitcoin ហើយនឹងមួយទៀតគឺតទៅជាមួយនឹង ZXBT គឺគាត់បានឲ្យតម្រុយថាគាត់នឹងគឺដឹងថាណាគេគឺជា Hyper Liquid Wealth អញ្ចឹងចំពោះវាថា Hyper Liquid Wealth នេះគឺជាប្រភេទអ ក្រិតជនតាមអ៊ីនធឺណិតដែលតែងតែធ្វើការលួចនៅ Fund តាមរយៈ Crypto អីចឹងដែរប៉ុន្តែមិនមែនជាក្រុម Hacker ដូចជា Lazarus ទេប៉ុន្តែគេក៏ចាត់ទុកថាគឺជាក្រុមអ ក្រិតជនផងដែរហើយនឹងមួយទៀតគឺទៅជាមួយនឹងក្រុមហ៊ុន Fintech និងក្រុមហ៊ុន Crypto ផ្សេងៗទៀតកំពុងតែសម្លឹងមើលដើម្បីខ្លាចជាធនាគាររដ្ឋឬក៏ធនាគារជាតិក្រោមការគ្រប់គ្រងរបស់ Trump បច្ចុប្បន្នអូខេអញ្ចឹងអានេះវាគឺជាព័ត៌មាន Crypto ក្នុងថ្ងៃហ្នឹងគឺយើងមានតែប៉ុណ្្នឹងទេហើយបើមិនជាមានព័ត៌មានថ្មីឬក៏មានអ្វីបន្ថែមទៀតគឺខ្ញុំនឹងមកធ្វើការយកមកអាប់ដេតជូនដល់អ្នកគ្នាបន្តទៀតអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេជួបគ្នាទៀតនៅវីដេអូក្រោយជាមួយនឹងព័ត៌មានថ្មីបន្តទៀត